បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមជូនបងប្អូនទាំងអស់គ្នាមកមើលស្នាដៃទឹកដៃការងារសាងសង់ផ្ទះវិឡាមួយកន្លែងដែលក្រុមការងាររបស់ខ្ញុំបានសាងសង់ដល់ដំណាក់កាលអឺអាចថាបានច្រើនដែរហើយអឺជាចំណាប់អារម្មណ៍របស់ខ្ញុំដែលខ្ញុំអាចចែកជូនបងប្អូនបាននៅវីដេអូនេះគឺទាក់ទងនឹងបច្ចេកទេសមួយចំនួនពាក់ព័ន្ធជាមួយនឹងបច្ចេកទេសការងារសំណង់ រួមទាំងបច្ចេកទេសការងារហ្វុងស៊ុយផងដែរពាក់ព័ន្ធជាមួយនឹងការងារផ្ទះនេះមកដល់បច្ចុប្បន្នគឺរយៈពេល5ខែហើយបងប្អូនបាទហើយទាក់ទងនឹងគុណភាពផ្ទះបងប្អូនអាចមើលបានផ្ទះនេះស្អាតមែនទែនក្នុងបរិបទបច្ចុប្បន្នគឺយើងពេញនិយមជាមួយនឹងការងារហ្វុងស៊ុយច្រើនអញ្ចឹងការងារនៅក្នុងផ្ទះនេះក៏យើងបានរៀបចំជាមួយនឹង ការងារហ្វុងស៊ុយបានចំនួនច្រើនដែរផ្ទះនេះបងប្អូនត្រូវជាមួយនឹងការងារហ្វុងស៊ុយបើតាមការវាយតម្លៃរបស់ខ្ញុំវាអាចអឺ80%ឬក៏ក្រោម80%នឹងតិចបន្តួចណាបងប្អូនបាទអញ្ចឹងបានខ្ញុំចង់ចែករំលែកក្នុង page ក្នុង channel របស់ខ្ញុំដែលនិយាយពីការងារហុងស៊ុយតែម្ដងទៅទាក់ទងនឹងការងារសំណង់របស់ខ្ញុំនេះបងប្អូនអាចមើលបាន អាចមើល detail ណាបងប្អូនតាក់ទងទៅនឹងចំណុចមួយៗតាក់ទងនឹងជ្រុងជ្រីហើយនឹងដំណើរការងារនេះបងប្អូនសូមអញ្ជើញចូលទៅមើលដល់ក្នុងផ្ទះអឺបងប្អូនអាចមើលបានដោយចូលពីមុខមិញគឺវាពាក់ព័ន្ធជាមួយបងគាត់រៀបការ៉ូអញ្ចឹងយើងមិនអាចចូលតាមមុខជាទូទៅគឺខ្ញុំចូលក្នុងការពិនិត្យការងារអីក៏ដោយគឺខ្ញុំចូលពីមុខឬក៏ចូលផ្ទះអ្នកណាក៏ដោយអញ្ចឹងណាបងប្អូនជាទម្លាប់ ប៉ុន្តែការងារនេះដើម្បីថតឲ្យបងប្អូនបានមើលបានគឺយើងចូលតាមទ្វារក្រោយព្រោះទ្វារមុខកំពុងរៀបការ៉ូនឹងសូមណែនាំឲ្យបងប្អូនមើលត្រង់នេះបន្តិចអានេះគឺជាបន្ទប់មេគ្រួសារនៅជាប់ទាត់ដីក្នុងក្បួនហ្វុងស៊ុយឬក៏ក្បួនទីលីដង្ហើមនេះហ្នឹងគឺគេតម្រូវឲ្យមេគ្រួសារគឺនៅជាប់ទាត់ដីណាបងប្អូនយើងមិនអាចនៅជាន់ទី1បានទេហើយបន្ទប់ដែលយើងសម្រាប់មេគ្រួសារឬក៏បន្ទប់ណាក៏ដោយគឺ4ជ្រុងណាបងប្អូនมันអាចមានផតជ្រុងណាមួយឬក៏បាញ់ជិតបាញ់មុំអឺអឺដែលជ្រុងបន្ទប់ទឹកខ្លះបងប្អូនគាត់ធ្វើបន្ទប់ទឹកប៉ុន្តែគាត់ទុកឲ្យមុំហ្នឹងបាញ់ទៅលើគ្រែរបស់គាត់អញ្ចឹងធ្វើឲ្យបញ្ហាអឺចំជ្រុងដែលស្រួចហ្នឹងចំកន្លែងណាគឺបញ្ហាកន្លែងហ្នឹងនេះគឺបន្ទប់ទឹកក្រោមចដៅបងប្អូនបន្ទប់ទឹកក្រោមចដៅក៏ត្រូវខ្នាតស្តង់ដារដែរ ពាក់ព័ន្ធនឹងបន្ទប់ទឹកគឺធំទូលាយមានកម្ពស់ខ្ពស់បន្ទប់ទឹកនេះយើងមានដាក់ទឹកក្តៅទឹកត្រជាក់មានឡាបូមួយជាមួយនឹងម៉ាស៊ីនបោកគក់ទីតាំងនេះគឺម៉ាស៊ីនបោកគក់ឯងបងប្អូនទីតាំងនេះហើយទ្វារគឺប្រភេទទ្វារកណ្ដាលទ្វារបន្ទប់ទឹកគឺគេត្រូវប្រើទ្វារមឈូសបងប្អូនគឺខ្នាត8តឹកគុណនឹង2ម៉ែត្រអញ្ចឹងគឺខ្នាតហុងស៊ុយបងប្អូនហើយនេះគឺបាតផ្ទះ បាទផ្ទះបងប្អូនអាចពិនិត្យមើលបានតាក់ទងនឹងការងារវាយការ៉ូអានេះយើងកំពុងសូមបញ្ជាក់បងប្អូនបន្តិចតាក់ទងជាន់តដីផ្ទះនេះក៏យើងចាក់ប្លង់សេដែរហើយបងប្អូនអាចមើល detail ចដាលបានគឺស្មើកម្មគ្នាព្រិញហើយតាក់ទងនឹងចាក់ហ្នឹងគ្មានកហ៊ីងកំហូងឬក៏ប៉ែលជ្រុងកម្មកន្លែងណាទេបងប្អូនដើម្បីឲ្យយើងស្រួលនឹងការវាយម៉ាបកាលណាដែលយើងចាក់បេតុងបានស្អាតចាក់គ្រោងបានស្អាតគឺយើងវាយម៉ាបបានស្មើស្អាតល្អដូចគ្នាបងប្អូនបាទហើយឡើងមកដល់ជាន់ទី1គឺមានចំនួន3បន្ទប់គេងនេះគឺជាបន្ទប់ខាងក្រោយសម្រាប់កូនប្រុសស្រីរបស់គាត់ហើយបន្ទប់នីមួយៗដូចបានជម្រាបជូនពីដើមមកអញ្ចឹងគឺត្រូវខ្នាតហ្វុងស៊ុយហើយគឺបន្ទប់នីមួយៗអត់មានជ្រុងកែងបន្ទប់ទឹកមកបុកចំគ្រែឬក៏បុកចំកន្លែងណាទេបងប្អូនគឺត្រូវធ្វើការងារហ្នឹងឲ្យវាពេញ4ជ្រុងល្អបងប្អូនបាទហើយបន្ទប់ទឹកការងារការ៉ូការងារអីបងប្អូននេះគឺអាចមើលទឹកដៃការងារបានហើយវាលំបាកណាស់បងប្អូនក្នុងការដែលរកជាងដែលយល់ពីបច្ចេកទេសការងារអញ្ចឹងណាហើយនេះគឺជាប្រព័ន្ធ system ភ្លើងប្រព័ន្ធ system ភ្លើងគឺមានdisjonctor បែងចែកទៅតាមបន្ទប់នីមួយៗមានខ្សែម៉ាស់ដីត្រឹមត្រូវជាមួយនឹងខ្សែព្រីហើយការរៀបចំនោះគឺត្រូវតាមបច្ចេកទេសណាបងប្អូនបាទគឺត្រូវតាមបច្ចេកទេសអញ្ចឹង disjonctor គឺមានបែងចែកត្រឹមត្រូវអឺម៉ាស៊ីនត្រជាក់ដោយម៉ាស៊ីនត្រជាក់ព្រីដោយព្រីអំពូលដោយអំពូលហើយទាក់ទងទៅនឹងការរៀបចំប្រព័ន្ធភ្លើងនោះទៀតសោតក៏មិនមែនចេះតែបោះនៅលើពីដានទេបងប្អូនគឺវាយអឹបនឹងមានវីដេអូក្រោយជូនបងប្អូនបន្ថែម
ចំពោះវីដេអូនេះសូមជូនបងប្អូនមកទស្សនាទៅកុំឲ្យយឺតវីដេអូពេលខ្លះនិយាយទៅផ្សេងវីដេអូទៅផ្សេងអញ្ចឹងក្នុងការរៀបចំផ្ទះហុងស៊ុយគឺទូលាយណាស់បងប្អូនគឺទូលាយហើយអឺមានខ្យល់អាកាសល្អបរិយាកាសមានពន្លឺមានអីគ្រប់គ្រាន់អញ្ចឹងមិនស្មុគស្មាញទេបងប្អូនហើយកាលណាដែលបងប្អូនរៀបចំមកវាចង្អៀតវាអឺបញ្ហាមានជ្រុងស្រួចច្រើនណាមានមុំស្រួចច្រើនគឺធ្វើឲ្យបងប្អូនប៉ះពាល់ហើយបងប្អូនប៉ះពាល់ទាំងសុខភាពនិងការរស់នៅអញ្ចឹងណាកាលណាដែលយើងព្យាយាមសន្សំលុយបានគឺវាលំបាកណាស់ទៅហើយលុយរាប់ម៉ឺនសម្រាប់មកធ្វើផ្ទះបងប្អូនហើយក្នុងការដែលរើសជាងដែលពូកែដែលល្អដែលមានទឹកដៃការងារក៏រឹតតែពិបាកទៀតហើយជាមួយនឹងការជ្រើសរើសរកអ្នកដែលជំនាញហ្វុងស៊ុយមកមើលអាហ្នឹងកាន់តែកម្រទៀតហើយបងប្អូនហើយនេះគឺជាបន្ទប់ទឹកនៅជាន់ទី1បន្ទប់នេះគឺគាត់ត្រៀមសកួរសម្រាប់គូកូនរបស់គាត់ណាកូនស្រីរបស់គាត់នៅពេលដែលមានគ្រួសារគឺគាត់រៀបចំនៅបន្ទប់ហ្នឹងឬក៏គាត់អាចនៅសម្រាប់នៅបន្ទប់ហ្នឹងមានបន្ទប់ទឹកមួយមានបន្ទប់ផ្លាស់សម្លៀកបំពាក់ធំទូលាយណាបងប្អូនមានការរៀបចំបានត្រឹមត្រូវមែនទែនទាក់ទងនឹងក្បួនខ្នាតហ្វុងស៊ុយហើយក្បួនហ្វុងស៊ុយនេះផងដែរគឺវាល្អិតណាស់បងប្អូនទៅលើខ្នាតទៅលើការរៀបចំរឿងប៉ែលរឿងផតរឿងប៉ោងនេះគឺត្រូវយកចិត្តទុកដាក់មែនទែនបងប្អូនអាចមើលឡើងវិញកម្មចតាដែលពួកខ្ញុំបានធ្វើគឺវាយចាក់បេតុងមកគឺត្រង់ស្មើស្អាតតែម្ដងបងប្អូនអាចមើលទឹកដៃការងារ detail ហើយជាពិសេសគឺការងារជាមួយនឹងប្រព័ន្ធអគ្គិសនីប្រព័ន្ធភ្លើងនឹងតែម្ដងប្រព័ន្ធរៀបចំទឹកភ្លើងនៅក្នុងផ្ទះគឺយើងរៀបចំតាមត្រឹមត្រូវតាមក្បួនតាមខ្នាតល្អណាស់ហើយនេះគឺកន្លែងជាខានបាយហើយខាងក្រោយនោះដែលបងប្អូនឃើញនោះគឺសាប់តិចហើយខ្ញុំនឹងជូនបងប្អូនទៅមើលរូបរាងផ្នែកខាងក្រៅបងប្អូនអាចសង្កេតមើលបាននៅផ្នែកខាងក្នុងអំបញ្ញមិញមិនសូវមានដេគ័រពីដានក៏មិនសូវមានម៉ូដអីច្រើនដែរបងប្អូនអានឹងប្រៀបដូចជាតួផ្ទះរបស់យើងគឺក្នុងផ្ទះប្រៀបដូចក្នុងខ្លួនរបស់យើងអញ្ចឹងណាយើងមិនត្រូវលេងម៉ូដលេងអីឲ្យមានជ្រុងកែងមុំស្រួចអីច្រើនទេបងប្អូនធ្វើឲ្យបងប្អូនមានសុខភាពប៉ះពាល់អញ្ចឹងខាងក្រៅគឺយើងលេងបានបងប្អូនអាចមើល detail ម៉ូដជ្រីបង្អួចជ្រីតួផ្ទះតសអីផុសតាមរចនាបថនេះគឺស្នាដៃគឺទឹកដៃគឺភ្លឹងមែនតើណាបងប្អូនបងប្អូនអាចពិនិត្យមើលហើយយើងឈរមើលពីចម្ងាយគឺតួផ្ទះហើយនឹងកម្ពស់ផ្ទះគឺវាស៊ីមេទ្រីជាមួយគ្នាតែម្ដងគឺវាស៊ីមេទ្រីមានន័យថាផ្ទះនេះមិនមានរាងទំហំធាត់ស្គមឬក៏ខ្ពស់ពេកឬក៏ទាបពេកដែលហៅតឿនោះដែរទេបងប្អូនគឺសមរូបសមរាងអញ្ចឹងវីដេអូនេះខ្ញុំចែកជូនបងប្អូនតែប៉ុណ្ណេះបើសិនជាបងប្អូនត្រូវការសាងសង់ត្រូវការអ្នកជំនាញទាំងផ្នែកជំនាញការងារសាងសង់បានទឹកដៃល្អស្អាតជាមួយនឹងវិជ្ជាហុងស៊ុយបូករួមផ្សំតែជាមួយដូចខ្ញុំបាននិយាយពីដើមមកហើយបងប្អូនតាក់ទងនឹងការសន្សំលុយដែលត្រូវការយកមកសាងសង់ផ្ទះហ្នឹងគឺវាលំបាកណាស់គឺវាលំបាកពេកទៅហើយទំមរកស៊ីរើសមុខរបរមួយដែលស្រួលដែលអាចទុកដាក់លុយកាក់បានសន្សំបានលុយនេះគឺបងប្អូនលំបាកណាស់ហើយទំមទៅរកធ្វើការងារសម្រាប់ចិត្តការងារសាងសង់គឺត្រូវការរកអ្នកជំនាញណាបងប្អូនក្រុមការងារយើងរួមទាំងខ្ញុំផ្ទាល់ហ្នឹងគឺមានជំនាញជាង10ឆ្នាំហើយបងប្អូនតាក់ទងនឹងការងារហ្នឹងគឺលំបាកណាស់មុំតែរកអ្នកជំនាញបានបងប្អូនអាចមើល detail ផ្ទះបានណាតាមជ្រុងជ្រីនីមួយគឺធ្វើមកគឺសម្រាប់សម្រាងអាហ្នឹងបើបានបងប្អូនបានមកជួបផ្ទាល់អាហ្នឹងមិនដឹងអាទឹកដៃមិនធម្មតាអញ្ចឹងណាបងប្អូនហើយតាក់ទងនឹងបច្ចេកទេសហ្វុងស៊ុយទៀតបងប្អូនអាចមើលទំហំផ្ទះទូលាយអត់នៅខាងក្នុងមិញទូលាយប៉ុន្តែមានបន្ទប់ទឹកហើយនឹងបន្ទប់គេងដល់ទៅ5បន្ទប់ទឹក6ជាមួយនឹងចង្ក្រានបាយធំទូលាយដែលមិនប៉ះគ្នាជាមួយនឹងបញ្ហាទឹកភ្លើងឬក៏ធាតុទាំង5នៃហ្វុងស៊ុយអញ្ចឹងចាំមើលខ្ញុំនឹងអាចជូនបងប្អូននៅវីដេអូក្រោយទៀតព្រោះវីដេអូនេះអស់ប៉ុណ្ណឹងវាលំបាកណាស់ក្នុងការដែលយើងសន្សំលុយសាងសង់ផ្ទះបងប្អូនវារឹតតែលំបាកក្នុងការរកជាងមកសាងសង់ឲ្យត្រូវជាមួយនឹងចំណង់ចំណូលចិត្តហើយវាកាន់តែលំបាកទៀត
វាកាន់តែកម្រទៀតដែលអ្នកបច្ចេកទេសសំណង់ហើយនិងអ្នកបច្ចេកទេសហុងស៊ុយគឺតែមួយអញ្ចឹងបើសិនជាបងប្អូនត្រូវការសាងសង់កុំភ្លេចក្រុមការងាររបស់ខ្ញុំបាទជាមួយនឹងខ្ញុំបាទនឹងចូលទៅសិក្សាការងារជូនបងប្អូន